នេះគឺជាសកម្មភាពមួយដែលលោកយាយពីរនាក់ដែលគាត់កំពុងតែដំថ្មដើម្បីផ្គត់ផ្គង់គ្រួសារជាពិសេសគឺចិញ្ចឹមឆ្នាំងគឺគាត់ក្នុងបកបមុខរបរនេះជាយូរមកហើយដោយសារតែអត់មានការងារធ្វើហើយណាមួយភាពក្រីក្រវាបង្ខំចិត្តចឹងចង់មិនចង់គឺគាត់ត្រូវតែធ្វើដើម្បីចិញ្ចឹមឆ្នាំងរបស់គាត់ហើយយើងមើលចោះលោកយាយគាត់ចាស់មែនទែនហើយគាត់បានមកអង្គុយដំថ្មដើម្បីបានតាក់កម្រៃមួយថ្ងៃ1000 2000រៀលដើម្បីចិញ្ចឹមឆ្នាំងរបស់គាត់អញ្ចឹងបានគឺយើងឃើញថាខ្មែរយើងឥឡូវកាន់តែក្រទៅហើយភាពអត់ការងារធ្វើកាន់តែជិះជាន់ច្រំធាក់ហើយជាពិសេសហ្នឹងគឺលោកយាយដែលគាត់មានវ័យចំណាស់ហើយគាត់នៅតែអង្គុយដំថ្មដើម្បីចិញ្ចឹមគ្រួសាររបស់គាត់ហើយទីតាំងនេះផ្ទាល់គឺនៅក្នុងស្រុកទ្រាំងខេត្តតាកែវបាទហើយគាត់ខំវាយណាមួយថ្ងៃដើម្បីបានថ្មក្នុងម៉ាការ៉ុងប្រហែលឯងលោកយាយម៉ែត្រគី70000ហើយវាយប្រហែលថ្ងៃបាន1ម៉ែត្រគីលោកយាយបាទហើយកម្លាំងគាត់ចាស់ទៀតអញ្ចឹងមានន័យថាអញ្ចឹងសូមឲ្យរដ្ឋាភិបាលគួរគិតពិចារណាឡើងវិញថាតើប្រជាពលរដ្ឋខ្មែរសពថ្ងៃកំពុងតែក្រឬក៏មានរដ្ឋាភិបាលដែលកំពុងតែនិយាយហើយយើងមើលឃើញនេះយើងចុះមកផ្ទាល់ចំកន្លែងដែលគាត់កំពុងតែដំថ្មនៅក្នុងភ្នំមួយឈ្មោះភ្នំសំឡុងនៅក្នុងស្រុកទ្រាំងខេត្តតាកែវតែម្ដងបាទ